នេះបងប្អូនលាងមួយជើងមកតំ5នាទីអីស្អាតល្អហើយហើយយើងមើលដលងណាកុំលាងបានផ្លែតណាហើយវាមានទឹកជួយពីលើទៀតណាយល់សួរបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយជាមួយនឹងម៉ាស៊ីនលាងបន្លែប្រភេទមើមណានេះយើងមិនមែនថាលាងបន្លែទេបងប្អូនអាចលាងត្រីលាងខ្យងលាងអីក៏បានដែរណាសម្រាប់បងប្អូនដែលត្រូវការលាងអញ្ចឹងឥឡូវយើងមើលអីវ៉ាន់ដែលមុនលាងណាបែបហ្នឹងដីបែបហ្នឹងចាំមើលយើងដាក់ចូលលាងហើយម៉ាស៊ីននេះវាលាងដោយប្រើជក់មានន័យថាពេលដែលយើងចាប់ដើមលាងគឺជក់ហ្នឹងវាវិលណាអញ្ចឹងពេលដែលជក់ហ្នឹងវាវិលទឹកនេះវាបាញ់អញ្ចឹងកុំអាលដីដែលជាប់មួយបន្លែបងប្អូនវានឹងធ្លាក់ទៅក្រោមណានេះអាសាវាតិចបើសិនជាវាច្រើនទម្ងន់នៃបន្លែវាសកត់ពីលើអញ្ចឹងការលាងវាបានស្អាតហើយលឿនជាងហ្នឹងទៀតដោយសារយើងតេស្តយើងដាក់តិចតួចអញ្ចឹងណាចឹងបើសិនជាយើងដាក់បន្លែច្រើនវាសកត់ពីលើគ្នាអញ្ចឹងទម្ងន់នៃការកកិតវាកាន់តែខ្លាំងនេះបងប្អូនលាងមួយជើងមកតំ5នាទីអីស្អាតល្អហើយហើយយើងមើលដលងណាកុំលាងបានផ្លែតណាហើយវាមានទឹកជួយពីលើទៀតណាបើសិនជាបងប្អូនមានម៉ូទ័រទឹកទៀតបើសិនជាអីវ៉ាន់វាមានច្រើនហើយដីខ្លាំងណាយើងអាចប្រើម៉ូទ័រទឹកឲ្យជួយបាញ់ពីលើនេះវាអាស្រ័យលើបន្លែបងប្អូនពីដើមមកវាប្រឡាក់ខ្លាំងប៉ុណ្ណាណាតែដោយសារបន្លែនេះគឺយើងទិញពីផ្សារអញ្ចឹងគេលាងឲ្យម្ដងហើយចឹងបងប្អូនមើលមិញដីច្រើនឥឡូវលាស់ដីចឹងអស់ហើយចឹងសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការបើសិនជាបងប្អូនមានចការបន្លែយើងចង់លាងមកទឹកហើយយើងយកទៅលក់នៅលើទីផ្សារក៏បងប្អូនអាចប្រើបានឬក៏បងប្អូនដែលគាត់ធ្វើម្សៅស៊ុបធ្វើអីចឹងណាគាត់ប្រើបន្លែច្រើនត្រូវការម៉ាស៊ីនជួយលាងណាគឺយើងប្រើម៉ាស៊ីននេះត្រូវណាបងប្អូនជួយបងប្អូនបានច្រើនលឿងអត់សូវស៊ីខ្លាំងទេបងប្អូននេះចឹងបងប្អូនដែលមានតម្រូវការក្នុងការរកម៉ាស៊ីនជំនួយក្នុងការលាងបន្លែបងប្អូនអាចចាក់តទៅ20ដើម្បីព័ត៌មានថែមបានណាហើយនេះពេលបងប្អូនជប់លាងយើងអាចបើកមាត់នេះមកបន្លែវានឹងចេញមកនេះណាបើច្រើនវាទៅមកណាដោយសារនេះវាតិចដែរចឹងបងប្អូនមានតម្រូវការចាក់តទៅ20ដើម្បីព័ត៌មានថែមបានសូមអរគុណ